តាមមានរឿងអីកើតឡើងប្រសិនជាព្រះអាទិត្យផ្ទុះនៅថ្ងៃនេះមួយអ្នកទាំងអស់គ្នានឹងគ្មានអារម្មណ៍អ្វីទាំងអស់ដោយសារតែពន្លឺព្រះអាទិត្យប្រើរយៈពេល8នាទីនិង20វិនាទីដើម្បីធ្វើដំណើរមកដល់ផែនដីអញ្ចឹងនៅ8នាទីដំបូងនៅពេលដែលព្រះអាទិត្យផ្ទុះអ្នកទាំងអស់គ្នាគឺអាចរស់នៅដូចធម្មតា2បន្ទាប់ពី8នាទីកន្លងផុតហើយអ្នកទាំងអស់គ្នានឹងឃើញការផ្ទុះរបស់ព្រះអាទិត្យហើយនៅពេលនោះមេឃក៏កាន់តែភ្លឺ3អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាកម្ដៅគឺកាន់តែក្ដៅ shock wave ពីការផ្ទុះនៃព្រះអាទិត្យចំហាយរលកនៃបន្ទុះព្រះអាទិត្យនឹងធ្វើឲ្យកម្ដៅនៃផែនដីឡើងខ្ពស់ហួសពីការគិតហើយផែនដីតែមួយគឺដូចគេយកទៅចម្អិនហើយសត្វនៅក្នុងផែនដីគឺនឹងមានអារម្មណ៍ថាដូចគេយកទៅចម្អិន4ទីតាំងនៃផែនដីដែលវិលប៉ះជាមួយនឹងពន្លឺព្រះអាទិត្យនឹងមានកម្ដៅខ្លាំងរហូតទៅដល់សត្វឬក៏រុក្ខជាតិស្លាប់ទាំងអស់រីឯទីតាំងដែលមិនប៉ះនឹងពន្លឺព្រះអាទិត្យវិញគឺនឹងរស់នៅក្នុងទីងងឹតជារៀងរហូតហើយនៅ12ម៉ោងចុងក្រោយរលកបន្ទុះដ៏ធំពីព្រះអាទិត្យនឹងហោះមកប៉ះផែនដីហើយផែនដីទាំងមូលជាមួយនឹងភពដទៃទៀតក៏ត្រូវបានរលាយបើសិនជាអ្នកទាំងអស់គ្នាមានពេល8នាទីនៅមុនព្រះអាទិត្យផ្ទុះតើអ្នកទាំងអស់គ្នានឹងធ្វើរឿងអ្វីខ្លះ comment នៅខាងក្រោមកុំភ្លេចថែទាំក្លិនមាត់របស់អ្នកទាំងអស់គ្នាផងហើយបើមានបញ្ហាក្លិនមាត់ណាកុំភ្លេចញ៉ាំវីតាមីនកញ្ចប់ក្លិនមាត់ D+ នេះជាមួយ admin ណាទិញ1 admin free សេវាដឹកជញ្ជូនបើទិញ2 admin បញ្ចុះតម្លៃឲ្យ 10% ហើយដឹកជញ្ជូនឲ្យដល់ផ្ទះទៀតឃើញអត់លុយអត់បើចង់បានវីតាមីននេះហាត់ចូលមក page admin ឥឡូវនេះ promotion មានកំណត់